ខ្ញុំសូមទាញអារម្មណ៍បងប្អូនតិចដើម្បីឲ្យបងប្អូនប្រើខួរក្បាលរបស់បងប្អូនពិចារណាបងប្អូនត្រូវមើលឲ្យឃើញធម្មជាតិទាំងអស់តាមដំណើរពិតរបស់វាព្រះសម្មាសម្ពុទ្ធលោកត្រាស់ដឹងសច្ចៈរបស់ធម្មជាតិគឺដំណើរពិតរបស់ធម្មជាតិប៉ុន្តែបើសិនជាបងប្អូនឥតពិចារណាពិភពលោកនេះបងប្អូនបណ្ដោយចិត្តឲ្យវាច្នៃប្រឌិតគ្រប់បែបយ៉ាងបន្លំយើងមិនឲ្យយើងបានឃើញធម្មជាតិនេះតាមដំណើរពិតរបស់វាបើសិនជាបងប្អូនឥតមានបញ្ញារឹងមាំទេបងប្អូនបណ្ដោយឲ្យចិត្តប្រកបជាមួយនឹងអាសវៈកិលេសតណ្ហារួមរិទ្ធបញ្ជាឲ្យបងប្អូននឹងល្ងឹតល្ងល់មើលមិនឃើញធម៌តាមដំណើរពិតរបស់វាពិភពលោកទាំងមូលបងប្អូនបើសិនជាបងប្អូនពិចារណាបន្តិចណាពិភពលោកទាំងមូលគឺកើតឡើងក្រោមការច្នៃប្រឌិតរបស់ចិត្តទាំងស្រុងខ្ញុំនិយាយអញ្ចឹងបងប្អូនពិបាកយល់ណាស់ក៏ប៉ុន្តែបើសិនជាយើងគូសបញ្ជាក់បន្តទៅទៀតហើយបងប្អូនប្រឹងផ្ទៀងផ្ទាត់ស្ដាប់ហើយពិចារណាបងប្អូននឹងឃើញថាអ្វីដែលយើងនិយាយគឺជាការពិតពិភពលោកទាំងស្រុងកើតឡើងដោយចិត្តតែប៉ុណ្ណោះបងប្អូនពិចារណាមិនយល់ទេបងប្អូនយល់ថាទោះបីមានចិត្តឬអត់ចិត្តធម្មជាតិក្នុងលោកនេះគឺនៅតែដដែលទោះបីមានអញក្នុងលោកនេះគ្មានអញក្នុងលោកនេះធម្មជាតិគឺវានៅតែតំណឹងវានៅតែអញ្ចឹងដើមស្វាយក៏វានៅតែដើមស្វាយដើមចេកក៏នៅតែដើមចេកដីគឺនៅតែដីផ្ទះគឺនៅតែផ្ទះងាប់អញបាត់ទៅធម្មជាតិទាំងអស់ហ្នឹងវានៅតែដដែលចុះហេតុអ្វីបានជាខ្ញុំនិយាយថាពិភពលោកទាំងមូលនេះរចនាឡើងដោយចិត្តទេតើខ្ញុំចង់និយាយថាម៉េចបងប្អូនណាចិត្តមានលក្ខណៈមាយាខ្លាំងណាស់បើសិនណាជាបងប្អូនតាមវាមិនទាន់ទេបងប្អូនអត់ដឹងអំពីរឹកមាយារបស់ពួកវាទេបងប្អូននឹងចាញ់បោកចិត្តដែលធ្វើការជាមួយនឹងអាសវៈកិលេសនឹងហើយឧទាហរណ៍ថាបងប្អូនមានប្រពន្ធមួយដែលប្រពន្ធនឹងវាចេះទុកចេះដាក់ចេះបចោចបចើចេះលួងលោមប្តីធ្វើឲ្យប្តីនឹងវាល្ងឹតល្ងល់អត់ដឹងរឿងពិតក្នុងគ្រួសារពេលយើងទៅបាត់ទៅធ្វើបាបម៉ែយើងអញ្ចឹងទៅធ្វើបាបប្អូនយើងអញ្ចឹងទៅធ្វើឲ្យក្រុមគ្រួសាររបស់យើងនឹងនៅអត់បានទេក៏ប៉ុន្តែយើងអត់ដឹងថាប្រពន្ធយើងខូចទេពួកអីពីព្រោះយើងអត់មានបញ្ញាដឹកមុខយើងចាញ់កលមាយារបស់ប្រពន្ធចិត្តក៏ដូចគ្នាដែរបងប្អូនពិភពលោកអ្វីបត្តិវាមានដំណើររបស់វាទោះបីជាមានបងប្អូនអត់មានបងប្អូនធម្មជាតិនៅតែជាធម្មជាតិចុះហេតុអ្វីបានជាខ្ញុំនិយាយថាធម្មជាតិក្នុងលោកនេះរចនាឡើងដោយចិត្តរបស់យើងទេធម្មជាតិពិតណាស់ជាធម្មជាតិទោះបីជាមានយើងឬអត់យើងមានព្រះសម្មាសម្ពុទ្ធឬអត់មានព្រះសម្មាសម្ពុទ្ធក្នុងលោកធម្មជាតិនៅតែជាធម្មជាតិធម៌នៅតែជាធម៌វាប្រព្រឹត្តតាមដំណើររបស់វាតែបញ្ហានៅត្រង់ថាមនុស្សមិនបានឃើញធម្មជាតិតាមដំណើរពិតរបស់វាពីព្រោះបងប្អូនចាញ់កលមាយារបស់ចិត្តដែលធ្វើការជាមួយនឹងអាសវៈកិលេសព្រះសម្មាសម្ពុទ្ធលោកមានបញ្ញាមុតស្រួចលោកសម្លឹងទៅខាងក្រៅលោកផ្ទៀងផ្ទាត់លោកត្រេះរិះពិចារណាលោកពិសោធន៍រហូតទៅដល់ឃើញដំណើរពិតរបស់ធម្មជាតិដែលយើងហៅថាសច្ចធម៌ប៉ុន្តែបើបងប្អូនមិនបានពិចារណាដោយបញ្ញាមុតស្រួចបងប្អូននឹងចាញ់កលមាយារបស់ចិត្តដែលធ្វើការជាមួយនឹងអាសវៈកិលេសខ្ញុំលើកឧទាហរណ៍ថាក្នុងលោកនេះម្ចាស់ថ្លៃហើយគ្មានពណ៌ពិតទេអត់មានពណ៌ពិតតែសោះប៉ុន្តែសប្តាហ៍ថ្ងៃបងប្អូនមើលឃើញពិភពលោកនេះថាមានពណ៌ពិតការពិតទៅជាកលមាយារបស់ចិត្តទេសច្ចធម៌ពិភពលោកខាងក្រៅគ្មានពណ៌ពិតទាល់តែសោះត្រង់ចំណុចនេះហើយដែលខ្ញុំនិយាយថាពិភពលោកខាងក្រៅនេះរចនាឡើងដោយចិត្តទេប៉ុន្តែបើសិនជាបងប្អូនគ្មានបញ្ញាមុតស្រួចរឹងមាំទេបងប្អូនចាញ់កលមាយារបស់ចិត្តហើយតើហេតុអ្វីបានជាខ្ញុំនិយាយថាពិភពលោកនេះគ្មានពណ៌ពិតរបស់វាក៏ប៉ុន្តែយើងមើលទៅឃើញថាមានពណ៌ពិតដោយសារយើងមិនស្គាល់អំពីសច្ចៈរបស់ធម្មជាតិនេះហើយតែយើងប្រកាន់ភ្ជាប់ថាពណ៌នេះឬពណ៌នោះនៅក្នុងន័យបែបនេះណាធម្មជាតិផ្សេងទៀតដែលសភាពលក្ខណៈពិតរបស់វាមិនអញ្ចឹងសោះឡើយប៉ុន្តែបងប្អូនប្រកាន់ថាអញ្ចឹងបងប្អូនណាចិត្តមានលក្ខណៈមាយាខ្លាំងណាស់បើសិនជាបងប្អូនតាមវាមិនទាន់ទេបងប្អូនអត់ដឹងអំពីរឹកមាយារបស់ពួកវាទេបងប្អូននឹងចាញ់បោកចិត្តដែលធ្វើការជាមួយនឹងអាសវៈកិលេសនឹងហើយឧទាហរណ៍ថាបងប្អូនមានប្រពន្ធមួយដែលប្រពន្ធនឹងវាចេះទុកចេះដាក់ចេះបចោចបចើចេះលួងលោមប្តី ធ
ធ្វើឲ្យប្តីនឹងវាល្ងឹតល្ងល់អត់ដឹងរឿងពិតក្នុងគ្រួសារពេលយើងទៅបាត់ទៅធ្វើបាបម៉ែយើងចឹងទៅធ្វើបាបប្អូនយើងចឹងទៅធ្វើឲ្យក្រុមគ្រួសាររបស់យើងនឹងនៅអត់បានទេក៏ប៉ុន្តែយើងអត់ដឹងថាប្រពន្ធយើងខូចទេពួកអីពីព្រោះយើងអត់មានបញ្ញាដឹកមុខយើងចាញ់កលមាយារបស់ប្រពន្ធចិត្តក៏ដូចគ្នាដែរបងប្អូនពិភពលោកអ្វីបាត់តែវាមានដំណើររបស់វាទោះបីជាមានបងប្អូនអត់មានបងប្អូនធម្មជាតិនៅតែជាធម្មជាតិចុះហេតុអ្វីបានជាខ្ញុំនិយាយថាធម្មជាតិក្នុងលោកនេះរចនាឡើងដោយចិត្តរបស់យើងទេធម្មជាតិពិតណាស់ជាធម្មជាតិទោះបីជាមានយើងឬអត់យើងមានព្រះសម្មាសម្ពុទ្ធឬអត់មានព្រះសម្មាសម្ពុទ្ធក្នុងលោកធម្មជាតិនៅតែជាធម្មជាតិធម៌នៅតែជាធម៌វាប្រព្រឹត្តតាមដំណើររបស់វាតែបញ្ហានៅត្រង់ថាមនុស្សមិនបានឃើញធម្មជាតិតាមដំណើរពិតរបស់វាពីព្រោះបងប្អូនចាញ់កលមាយារបស់ចិត្តដែលធ្វើការជាមួយនឹងអាសវៈកិលេសព្រះសម្មាសម្ពុទ្ធលោកមានបញ្ញាមុតស្រួចលោកសម្លឹងទៅខាងក្រៅលោកផ្ទៀងផ្ទាត់លោកត្រេះរិះពិចារណាលោកពិសោធន៍រហូតទៅដល់ឃើញដំណើរពិតរបស់ធម្មជាតិដែលយើងហៅថាសច្ចធម៌ប៉ុន្តែបើបងប្អូនមិនបានពិចារណាដោយបញ្ញាមុតស្រួចបងប្អូននឹងចាញ់កលមាយារបស់ចិត្តដែលធ្វើការជាមួយនឹងអាសវៈកិលេសចំលើកឧទាហរណ៍ថាក្នុងលោកនេះម្ចាស់ថ្លៃហើយគ្មានពណ៌ពិតទេអត់មានពណ៌ពិតតែសោះប៉ុន្តែសប្តាហ៍ថ្ងៃបងប្អូនមើលឃើញពិភពលោកនេះថាមានពណ៌ពិតការពិតទៅជាកលមាយារបស់ចិត្តទេសច្ចធម៌ពិភពលោកខាងក្រៅគ្មានពណ៌ពិតតែសោះត្រង់ចំណុចនេះហើយដែលខ្ញុំនិយាយថាពិភពលោកខាងក្រៅនេះរចនាឡើងដោយចិត្តទេប៉ុន្តែបើសិនជាបងប្អូនគ្មានបញ្ញាមុតស្រួចរឹងមាំទេបងប្អូនចាញ់កលមាយារបស់ចិត្តហើយតើហេតុអ្វីបានជាខ្ញុំនិយាយថាពិភពលោកនេះគ្មានពណ៌ពិតរបស់វាក៏ប៉ុន្តែយើងមើលទៅឃើញថាមានពណ៌ពិតដោយសារយើងមិនស្គាល់អំពីសច្ចៈរបស់ធម្មជាតិនេះហើយតែយើងប្រកាន់ភ្ជាប់ថាពណ៌នេះឬពណ៌នោះនៅក្នុងន័យបែបនេះណាធម្មជាតិផ្សេងទៀតដែលសភាពលក្ខណៈពិតរបស់វាមិនអញ្ចឹងសោះឡើយប៉ុន្តែបងប្អូនប្រកាន់ថាអញ្ចឹងទោះតែបងប្អូនដើរលើមាគ៌ានៃការពង្រឹងបញ្ញារហូតដល់បងប្អូនឈ្នះអាសវៈកិលេសបានបងប្អូនអាចស្គាល់អំពីសច្ចៈរបស់ធម្មជាតិតាមដំណើរពិតរបស់វាបើមិនចឹងទេបងប្អូននៅតែចាញ់កលមាយារបស់ចិត្តដែលធ្វើការជាមួយនឹងអាសវៈកិលេសខ្ញុំលើកឧទាហរណ៍ខ្លីៗខ្លះដែលវាងាយយល់ជាងរឿងពណ៌បន្តិចដើម្បីឲ្យបងប្អូនបានយល់ថាពិភពលោកនេះធ្វើឲ្យយើងមានការភ័ន្តច្រឡំខ្លាំងណាស់តាមពិតដំណើរធម៌ក្នុងសេចក្តីពិតរបស់វាមិនដូចការយល់របស់យើងឡើយអ្វីទាំងអស់គឺជាការភ័ន្តភាំងដោយចិត្តដែលធ្វើការជាមួយនឹងអាសវៈកិលេសសូម្បីតែមកដល់ថ្ងៃនេះណាបងប្អូនដែលគេរកឃើញថាផែនដីមានរាងមូលណាមកពិភពលោកជាពិសេសគឺប្រទេសជឿនលឿនច្រើនណាស់ដែលគេបានពិសោធន៍ឃើញថាផែនដីមានរាងមូលក៏ប៉ុន្តែលោកយាយលោកតាដែលកាន់ពុទ្ធសាសនាគាត់អត់ព្រមទទួលទេគាត់អត់ព្រមទទួលទេគាត់នៅតែថាផែនដីមានរាងកប៉ែតអញ្ចឹងពួកអីពីព្រោះគាត់មើលតាមភ្នែករបស់គាត់ថាបើរាងមូលដូចផ្លែអាឡឹកអញដើរជ្រូកពីផែនដីទៅបាត់ណាហើយជ្រូកមិនដឹងជ្រូកទៅកន្លែងណាទៀតបងប្អូនឃើញបងប្អូនចាញ់កលមាយារបស់ចិត្តទេព្រះសម្មាសម្ពុទ្ធណាលោកមើលធម្មជាតិទាំងអស់លោកសិញ្ជឹងគិតទៅដោយលោកប្រើបញ្ញាទីបំផុតលោកស្គាល់សច្ចៈរបស់ធម្មជាតិហើយពេលដែលលោកចង់ការគិតខ្លាំងមែនតើណាលោកផ្ទុកទ្វា5ទៀតនោះផ្ទុកទ្វា5ពីព្រោះអាទ្វាហ្នឹងចូលកលមាយាច្រើនណាស់លោកប្រើតែទ្វា1លោកប្រើតែទ្វាមโนដើម្បីត្រេះរិះពិចារណាទៅលើធម្មជាតិដោយយកខ្លួនឯងហ្នឹងជាគោលហ្មងពិសោធន៍អ្វីដែលមាននៅក្នុងខ្លួនពីព្រោះពិភពលោកខាងក្រៅនិងពិភពលោកខាងក្នុងគឺតែមួយយើងឆ្ងល់ថាចុះបើមិនបើកភ្នែកផងទៅមិនឃើញពិភពលោកតាមដំណើរពិតរបស់វាតាមពិតទៅធម្មជាតិនេះគ្មានពណ៌ពិតទេអត់មានពណ៌ពិតទេសោះប៉ុន្តែជាកលមាយារបស់ចិត្តធ្វើឲ្យយើងឃើញមានពណ៌ពិតឥឡូវខ្ញុំនិយាយពីរឿងផែនដីមានរាងមូលបន្តិចសពថ្ងៃក្នុងទស្សនៈរបស់បងប្អូនណាលើក្រោមគឺនៅតែមិនបាត់ចឹងហ្មងលើក្រោមចឹងអាហ្នឹងកលមាយារបស់ចិត្តពិភពលោកអត់មានលើអត់មានក្រោមទេបងប្អូនអត់មានទេអត់មានលើអត់មានក្រោមអីទេលោកយាយលោកតាពេលណាយើងនិយាយបែបហ្នឹងគាត់ទទួលយកមិនបានទេពួកគាត់ធ្លាប់ធ្វើបុណ្យតាមប្រពៃណីតាមទំនៀមទម្លាប់គាត់ហៅថានឹងជាអំពើបុណ្យណាជាអំពើកុសលការពិតទៅព្រះសម្មាសម្ពុទ្ធនាំយើងទៅត្រាស់ដឹងសច្ចៈរបស់ធម្មជាតិឲ្យអស់សេចក្តីប្រកាន់ពីព្រោះយើងបានយល់អំពីការផ្គុំគ្នា
នៃខណ្ឌ5ហើយយើងយល់អំពីឧបទានសេចក្តីប្រកាន់ថាខណ្ឌ5ជាអញហ្នឹងតើវាមានទុកប៉ុណ្ណាព្រះសម្មាសម្ពុទ្ធនាំយើងទៅមើលសច្ចៈរបស់ធម្មជាតិតាមដំណើរពិតរបស់វាឧទាហរណ៍ផែនដីបងប្អូនសប្ថ្ងៃបងប្អូនឆ្លោះគ្នាតែរឿងវែងកន្លែងធំតូចព្រះសម្មាសម្ពុទ្ធសម្ដែងថាធម៌គូទាំងឡាយគ្មានទេលើโลกនេះគ្មានទេរចនាឡើងដោយចិត្តហើយឆ្លោះគ្នាតែរឿងហ្នឹងហើយយកទៅធំឲ្យអញមកវិញតូចប្រពន្ធហើយមុខមិនតឹងស្អាតផងនោះអាខាងនោះបានស្អាតអញ្ចេះបានស្អាតចុះបានស្អាតឆ្លោះគ្នាតែរឿងហ្នឹងមើលអត់ឃើញដំណើរធម្មជាតិតាមសច្ចៈរបស់វាទេឥឡូវយើងនិយាយអំពីផែនដីបងប្អូនអត់មានលើអត់មានក្រោមអីទេអត់មានលើមានក្រោមអីទេមានតែជើងជាប់ផែនដីក្បាលបាញ់ទៅរកលំហតែអញ្ចឹងកន្លែងណាក៏ដូចកន្លែងណាដែរជើងជាប់នឹងផែនដីក្បាលបាញ់ទៅរកលំហអញ្ចឹងអាបាញ់ទៅរកលំហហ្នឹងគឺលើអាជើងជាប់ផែនដីហ្នឹងគឺក្រោមបងប្អូនអាចនិយាយក្នុងពេលបញ្ញត្តិបានប៉ុន្តែបងប្អូនត្រូវយល់តាមដំណើរធម្មជាតិរបស់វាអត់អញ្ចឹងទេបើសិនជាយើងអត់បញ្ញត្តិទេនិយាយគ្នាវាអត់កើតតោះតែបញ្ញត្តិបាននិយាយគ្នាកើតប៉ុន្តែបងប្អូនកុំសម្គាល់ថាធម្មជាតិកើតដូចបងប្អូនបញ្ញត្តិអញ្ចឹងណាអត់មានលើអត់មានក្រោមទេឲ្យតែធម៌គូទាំងឡាយគ្មានទេក្នុងโลกនេះជាអវិជ្ជាទេជាកម្លៅទេជាការរចនាឡើងដោយចិត្តទេហើយចិត្តនឹងធ្វើការជាមួយនឹងអាសវៈកិលេសទៀតបើចិត្តធ្វើការជាមួយនឹងបញ្ញាអានឹងរកឃើញសច្ចៈរបស់ធម្មជាតិបាត់ទៅហើយក្នុងពិភពលោកនេះអត់មានលើអត់មានក្រោមទេបងប្អូនសប្ថ្ងៃយល់ថាជើងរបស់បងប្អូនដែលជាប់ដីគឺខាងក្រោមក្បាលគឺខាងលើតែហ្មងតែសេចក្តីពិតរបស់ធម្មជាតិវាអត់អញ្ចឹងទេបងប្អូនអត់អញ្ចឹងទេបងប្អូនយកឈើចាក់ថ្មិញឲ្យច្រើនបងប្អូនយកទៅចាក់ជាប់នឹងផ្លែក្រូចបងប្អូនចាក់ជាប់នឹងផ្លែក្រូចហើយឧទាហរណ៍ថាផ្លែក្រូចហ្នឹងវាចេះហោះអញ្ចឹងយកឈើចាក់ថ្មិញហ្នឹងទៅចាក់ឲ្យសុះជុំវិញផ្លែក្រូចហ្នឹងទៅផ្លែក្រូចហ្នឹងដូចជាផែនដីហើយឈើចាក់ថ្មិញហ្នឹងដូចជាមនុស្សហើយបងប្អូនបរោះវាទៅលើមេឃសួរថាតើខាងណាក្រោមខាងណាលើក្នុងទស្សនៈរបស់បងប្អូនណាបងប្អូនយល់ថាអាផ្លែក្រូចឡើងទៅលើហ្នឹងគឺលើទៀតហើយនឹងមកពីក្នុងទស្សនៈរបស់បងប្អូនថាអាផែនដីនេះក្រោមអាផ្លែក្រូចដែតឡើងទៅលើហ្នឹងវាលើនឹងបងប្អូនយល់អញ្ចឹងទៀតប៉ុន្តែបងប្អូនសម័យតែអាផ្លែក្រូចដែលដោតឈើចាក់ថ្មិញឡើងស្រស់នឹងវាឡើងទៅលើរួចឲ្យបងប្អូនដកផែនដីចេញបាត់មើលបងប្អូនដកផែនដីចេញបាត់មើលឯណាលើណាក្រោមឯណាលើណាក្រោមសច្ចៈរបស់ធម្មជាតិគឺវាបែបហ្នឹងផែនដីរបស់បងប្អូនស្ថិតក្នុងស្ថានភាពបែបហ្នឹងគេជិះអាប៉ូឡូឆ្ងាយទៅ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 ពីផែនដីដំបូងដៃគេយល់ឃើញថាអាប៉ូឡូបាញ់ទៅលើគេយល់ឃើញថាគេបាញ់ទៅលើដល់ពេលឆ្ងាយទៅឆ្ងាយទៅឆ្ងាយទៅពីផែនដីរលើវាមិនឃើញពួកផែនដីមូលទលំតុំដូចឈើចាក់ថ្មិញដតបច្រោះនៅនឹងផ្លែក្រូចនឹងដែតក្នុងបរិយាកាសតាន់លឿនដែតក្នុងបរិយាកាសយាយគាត់នឹកឃើញអណ្ដែតលើមេឃហើយមានដីមួយជាការប្រៀបធៀបអណ្ដែតនឹងទៅលើមេឃដីនឹងខាងក្រោមគាត់គិតអញ្ចឹងអាហ្នឹងដែលខ្ញុំនិយាយថាកលមេយារបស់ចិត្តទេសេចក្តីពិតមិនមែនអញ្ចឹងទេអណ្ដែតបងប្អូនអណ្ដែតអាផ្លែក្រូចដោតឈើចាក់ថ្មិញបច្រោះឡើងទៅលើហើយបងប្អូនដកផែនដីចេញបាត់ដកពឹបវាលំហទាំងអស់ក្បាលហ្នឹងដឹងតែលំហហ្មងហើយចុះលំហចុះអញមិនលាក់ទៅក្រោមបានអីធ្វើក្រោមលាក់ទៅណាព្រោះវាអត់មានផែនដីអីកប៉ែតមួយសម្រាប់ប្រៀបធៀបផងទេដឹងតែក្បាលទៅលំហជើងជាប់ផែនដីឯណាលើឯណាក្រោមបងប្អូនពិចារណាមើលឯណាលើឯណាក្រោមបងប្អូនយល់ថាបងប្អូននៅលើមានអានៅក្រោមមួយទៀតមានពោលខាងលើឬពោលខាងក្រោមអត់មែនអញ្ចឹងបងគេថាមានពោលជើងហើយពោលត្បូងហ្នឹងអ្នកនៅពោលត្បូងជើងជាប់ផែនដីក្បាលទៅរលំហអាចជាប់នៅពោលខាងជើងជើងវាជាប់ដីក្បាលទៅរលំហដែរឯណាលើឯណាក្រោមឯណាលើឯណាក្រោមវាមានតែក្បាលទៅក្នុងលំហជើងជាប់ផែនដីវាទៅប្រឹងសច្ចៈរបស់ធម្មជាតិគឺបែបហ្នឹងប៉ុន្តែមនុស្សសប្តាហ៍ថ្ងៃវានៅក្នុងសេចក្តីប្រកាន់តែមានលើមានក្រោមឆ្លោះគ្នាសប្តាហ៍ថ្ងៃហ្នឹងព្រះសម្មាសម្ពុទ្ធលោកត្រាស់ដឹងធម៌លោកស្គាល់ដំណើរធម្មជាតិតាមសច្ចៈរបស់វាបងប្អូនមើលគ្រាន់តែរឿងផែនដីមួយហ្នឹងរហូតដល់សប្តាហ៍ថ្ងៃហ្នឹងនិយាយគ្នាអត់ដាច់អត់ស្រេចទេគម្ពីរសាសនានៅតែថាក្នុងផែនដីហ្នឹងមានជំរឿប៉ុណ្ណេះទៅក្រមទៅមានឋាននរកនៅអីចឹងនៅតែចឹងអាគេរកឃើញច្បាស់ហើយថាផែនដីអណ្ដែតកណ្ដាលលំហហើយហ្នឹងគ្មានអីទេមនុស្សទាំងអស់ជើងជាប់ដីក្បាលទៅរកលំហគ្មានលើគ្មានក្រោមអីទាំងអស់ដូចគ្នាជាមួយរឿងពណ៌ពិភពលោកអត់មានពណ៌អត់ប្រទេសបងប្អូនតែវាជាការរចនារបស់ចិត្តទេវាជាការរចនារបស់ចិត្តសុទ្ធសាធការពិតគ្មានពណ៌អត់ប្រទេសបងប្អូន